Ok ស្ដីអំពីនេះនៅក្នុងវីដេអូនេះយើងនឹងរៀនអំពីរបៀបធ្វើ to do list app ឬក៏របាយការណ៍នៃការទិញអីវ៉ាន់ណាមួយឬក៏progressing ណាមួយ completing ណាមួយទៅលើ object ដែលយើងប្រើប្រាស់ជាឧទាហរណ៍ខ្ញុំប្រើបែបជា check box បែបនេះអញ្ចឹងពេលដែលខ្ញុំដក check ណាមួយវានឹងបែបនេះវានឹង run បែបនេះណាអញ្ចឹងបើខ្ញុំដក0មានន័យថាយើងត្រូវcomplete របស់យើង0ហើយនឹង ongoing របស់យើងគឺ 100% មិនថាយើងអត់ទាន់បានធ្វើអីទេប៉ុន្តែបើខ្ញុំ complete step ម្ដងមួយវានឹង load បែបនេះឃើញទេអញ្ចឹងដើម្បីធ្វើវាបានគឺយើងត្រូវការ check box ហើយដើម្បី check box គឺខ្ញុំប្រើដោយសារខ្ញុំប្រើ Microsoft សំទោសខ្ញុំប្រើ Microsoft Office 365 បាទ365អញ្ចឹងប្រហែលជាបងប្អូនអត់មាននៅ option នឹងមួយទេអ្នកនរអាចប្រើបានដោយលុះត្រាតែអ្នកនរមាន Microsoft Office 365អូខេអញ្ចឹងនេះគឺជាឧទាហរណ៍ដែលខ្ញុំចង់បង្កើតថ្មីសម្រាប់លំហាត់របស់យើងទីមួយបងប្អូនអាចបង្កើតបែបនេះមកអូខេហើយបន្ទាប់មកយើងមាន list បែបនេះក្នុង list របស់ខ្ញុំគឺមាន9អញ្ចឹងដើម្បីដាក់ check box បានគឺយើងគ្រាន់តែចូលទៅក្នុងជួរនេះមកយើងអាចអូសលើនឹងតែម្ដងដើម្បីយើងដាក់សរុបតែម្ដងក៏បានទៅ insert ហើយបងប្អូននឹងឃើញ check box នេះគឺដូចខ្ញុំបានប្រាប់អញ្ចឹងនេះគឺមានសម្រាប់ version 365ទេក្រៅពី365អត់មាន check box នៅលើនឹងទេអញ្ចឹងខ្ញុំគ្រាន់តែ check box លើនឹងមកហើយនេះវាមានទី1ទី2បើអ្នកនរចង់ដាក់1អូខេយើងអាច check មកបន្ទាប់មកយើងអូសមកវានឹង check ទាំងអស់យើងបាទបែបនេះក៏បានដែរអញ្ចឹងខ្ញុំសូមដូរមកវិញខ្ញុំដាក់ check box ទាំងអស់លើនេះតែម្ដងអូខេហើយយើងអាច check box យើងអាចដូរពណ៌ check box នឹងបានយើងគ្រាន់តែ select អូសនៅលើមកដូចជាទឹកដែរខ្ញុំទៅ home ហើយខ្ញុំអូសខ្ញុំចង់ដាក់ពណ៌ Q បាទពណ៌ Q បែបនេះអូខេបាទអូខេបងប្អូនអាចដូរពណ៌វាតាមអ្វីដែលបងប្អូនស្រឡាញ់អូខេបន្ទាប់មកគឺខ្ញុំចូលទៅក្នុង complete ដើម្បី complete មានថាយើងត្រូវរកភាគរយនៃ9នឹងបើសិនជាគេ click 9វានឹង auto 100%នៅក្នុងវីដេអូមុនខ្ញុំធ្លាប់ប្រាប់ម្ដងហើយគឺតាកតងដូចជាយើងរកបន្ទុកសាសដែរអញ្ចឹងដាក់សញ្ញាស្មើមកយើងវាយពាក្យ count if មែនទេក្នុង count if យើង select rank ទាំងអស់ហ្នឹងមក check box ដែលមានប្រមាណហ្នឹងបន្ទាប់មកយើងដាក់បើសិនជាវា rank អស់ហ្នឹងវាស្មើគេ true បាទ true បិទវងចប់មកវិញយើងចែកជាមួយនឹង conta ចែកជាមួយនឹងផលបូកសរុបរបស់វាទាំងអស់ហ្នឹងឯងបាទមិនគឺមិនអានេះមិនមែនជាផលបូកទេអានេះគឺជារាប់មានថាវារាប់ផ្សេងហើយបូកគឺបូកផ្សេងអញ្ចឹងដើម្បីបូកយើងអត់ប្រើ count if ទេយើងប្រើ conta មែនទេដូចខ្ញុំធ្លាប់ប្រាប់ហើយ conta គឺរាប់ទៅបីវាមាន3 4ក៏ដោយក៏វាអត់រាប់3 4ដែរគឺវារាប់តែ cell ដែលមានអក្សរប៉ុណ្ណឹងឯងមែនទេអញ្ចឹងយកបូក conta របស់យើងមកហើយបិទវងចុចវិញ enter យើងនឹងឃើញ 0.03 បាទអញ្ចឹងបងប្អូនគ្រាន់តែចុចនៅលើហ្នឹងហើយបងប្អូនអាចចូលទៅក្នុងភាគរយចុចសញ្ញាភាគរយហ្នឹងមកវានឹង convert ទៅជា 33% អញ្ចឹងដើម្បីរក 33% អញ្ចឹងមានថានៅទីនេះគឺត្រូវតែជាមកប្រមាណភាគរយដែលនៅសល់អញ្ចឹងវាថាទាំងពីរនេះគឺបូកសរុបគ្នាទៅគឺ 100% បាទណាអញ្ចឹងធ្វើម៉េចគឺនេះគឺយើងអាចស្មើហើយយកលេខ1អស់សំទោសលេខ1ដកជាមួយនឹងចំនួននេះមកដូចខ្ញុំធ្លាប់ប្រាប់បងប្អូនហើយលេខ1គឺតំណាងឲ្យ 100% បាទពួកលេខ1គឺស្មើនឹង 100% ឃើញស្មើមកអញ្ចឹង 67% មានន័យថាម៉េចមានថា 67% បូកជាមួយនឹង 33% វាស្មើនឹង 100% យើងអាចដាក់ឧទាហរណ៍បានយើងអាចខ្ញុំប្រើរូបមន្ត30ក៏បានដែរបូកចឹងមកបាទទាំងពីរនេះគឺស្មើនឹង 100% បាទតែបើសិនជាមួយនេះឡើងដល់44មួយនេះត្រូវចុះវិញអញ្ចឹងវាត្រូវឡើងចុះថយចុះបែបនេះរហូតណានេះគឺជាវិធីដែលយើងអាចរកភាគរយបានហើយប៉ុន្តែធ្វើម៉េចទើបយើងអាចដាក់ graph បានយើងអាចដាក់ data វាបាន data analyze វាបានខ្ញុំដាក់នេះទៅជាកដាលសិនមកដើម្បីដាក់ data analyze ចឹងបានយើងអាចចូលទៅក្នុង insert កដាលតែមុននឹងចូលទៅក្នុង insert ខ្ញុំចង់merge cell នឹងចូលគ្នាសិនអូខេបន្ទាប់មកបងប្អូនចូលទៅក្នុង data សំទោស insert បងប្អូនយកអូខេនៅនេះគឺ don't had not អូខេខ្ញុំចុចលើនឹងមកអូខេម្ដងទៀតអូខេខ្ញុំចូលកន្លែងនេះអូខេ select ចឹងមកហើយយើងទៅក្នុង insert ហើយយើងយកនេះអូខេបែបនេះបន្ទាប់មកគឺខ្ញុំលុប title និង data ចេញអូខេបន្ទាប់ពីខ្ញុំលុបហើយខ្ញុំចង់ប្រើ data តែមួយទេមែនទេអញ្ចឹងខ្ញុំត្រូវលុបនឹងចោលអូខេប្រើតែមួយបានហើយសម្រាប់ color យើងអាចដាក់ខ្ញុំមិនចង់ដាក់ពណ៌ដូចគ្នាខ្ញុំចូលទៅក្នុង format មកហើយ
save field ខ្ញុំដាក់ពណ៌នេះដូចគ្នាដែរពណ៌ខៀវដូចគ្នាអូខេតមកគឺយើងគ្រាន់តែ crop ដល់បែបនេះមកដាក់វាឲ្យចូលនៅក្នុង block ដែលយើងចង់ដាក់មកអូខេដែលបងប្អូនគិតថាវាស្អាតប៉ុណ្ណាវាស្អាតចឹងហើយអ្វីដែលបងប្អូនត្រូវតែធ្វើគឺយើងគ្រាន់តែ select នៅលើនឹងមកអូខេ select តាមម្ដងទៀតខ្ញុំយកនេះយកពីរនឹងបណ្ដោយអូខេមិនតែយើង select ទាំងពីរនឹងបាទយើងពេលយើង select តាយើង select ទាំងពីរនឹងមកតោះមកយើងតេស្តមើលអូខេអញ្ចឹងគឺដើរធម្មតាហើយណាអញ្ចឹង Q នោះគឺ 100% បាទចុះបើយើងអន្តេវានឹង load បែបនេះអូខេយើងអាចដូរអាទិកហ្នឹងទៅពើដូចទៅក្រូចនឹងមកទីមួយខ្ញុំដូរពណ៌នឹងដាក់ពណ៌ដូចគ្នាខ្ញុំយក more color ទៅវិញ custom ប្រហែលជាពណ៌នេះមែនទេអូខេអញ្ចឹងយើងឃើញថាពណ៌ដូចគ្នាខ្ញុំដាក់ពណ៌មកអូខេអញ្ចឹងយើងឃើញថាយើងវាបានហើយដំណើរការធម្មតាហើយតែនេះបើវាស្ដើងពេកបងប្អូនអាចចូលទៅក្នុងនេះហើយយកកន្លែង format មកក្នុង format ហ្នឹងគឺយើងអាចយកកន្លែងឬក៏យើងឆ្លាត right click មួយយកពាក្យនេះ format data point អញ្ចឹងវានឹងចេញមកកន្លែងនេះហើយណាអញ្ចឹងយើងអាចអូសវាធំនេះមកបែបនេះឬក៏ប៉ុណ្ណេះមកអូខេតាមបងប្អូនឆ្លាញ់អញ្ចឹងណាអូខេយើងអាចស្អាតហើយខ្ញុំគិតថាស្អាតហើយអូខេអញ្ចឹងប៉ុណ្្នឹងឯងវីដេអូនេះគឺប៉ុណ្្នឹងឯងអញ្ចឹងសង្ឃឹមថាជួយបងប្អូនទាំងអស់គ្នាក្នុងការ analyze ឬក៏បង្កើត to do list app បែបនេះបានអរគុណច្រើនសូមព្រះប្រទានពរ